ក្រុមការងារបានផ្ចាប់អ្នកនៅទៅការខេត្តបៃលិនរាយការណ៍ដល់លោកវិពឿនប៉ាព្រឹកនេះលោកមានអ្វីជម្រាបជូនទស្សនិកជនចាសសូមអញ្ជើញបាទទឹកនេះមានព័ត៌មានមួយគឺលោកជំទាវបណ្ឌិតបានស្រីមុំអញ្ជើញចុះពិនិត្យការដាំដុះបន្លែនៅក្នុងខេត្តបៃលិនដើម្បីជំរុញការផលិតបន្លែសុវត្ថិភាពនិងដើម្បីគ្រប់គ្រងទីផ្សារក្នុងស្រុកនិងការនាំចេញបាទចា៎បាទលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនកាលពីពេលថ្មីៗដល់នេះបានដឹកនាំមន្ត្រីជំនាញនិងក្រុមការងារអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់នៅសកម្មភាពការបង្កបង្កើនផលដំណាំបន្លែរបស់ប្រជាកសិករនៅក្នុងខេត្តបៃលិនគឺនៅក្នុងឃុំស្ទឹងត្រង់ក្នុងស្រុកសាឡាក្រៅក្នុងគោលបំណងលើកទឹកចិត្តនិងជំរុញឲ្យកសិករបង្កើនការផលិតបន្លែសុវត្ថិភាពតាមបែបធម្មជាតិដើម្បីគ្រប់គ្រងទីផ្សារក្នុងស្រុកនិងការនាំចេញដោយធានានៅគុណភាពសុវត្ថិភាពនិងតម្លៃសមរម្យនៅក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានស្រីមុំបានគូបញ្ជាក់ថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាននឹងកំពុងជំរុញយ៉ាងខ្លាំងក្នុងការបញ្ជូនអ្នកជំនាញចុះបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដល់សហគមន៍និងបណ្ដុំកសិករនៅមូលដ្ឋានផ្ទាល់តែម្ដងការបណ្ដុះបណ្ដាលនេះគឺដើម្បីធានាថាការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលខ្ពស់ចំណាយដើមទុនតិចមានសុវត្ថិភាពទាំងអ្នកដាំនិងអ្នកបរិភោគព្រមទាំងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារទាំងក្នុងស្រុកនិងការនាំចេញលោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានបន្ថែមថាក្រៅពីវិស័យកសិកម្មក្រសួងពាណិជ្ជកម្មក្រុមជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចអភិបាលក៏បានរួមយ៉ាងសកម្មក្នុងការរៀបចំជាបណ្ដុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិដើម្បីជួយឲ្យកសិករបង្កើនការដាំដុះនិងបង្កើនការចិញ្ចឹមសត្វបន្ថែមទៀតសម្ដៅគ្រប់គ្រងទីផ្សារបានទាន់ពេលវេលានិងរក្សាបាននូវតម្លៃសមរម្យប្រកបដោយការប្រកួតប្រជែងជាស្ដេចបច្ចុប្បន្ននេះខេត្តបៃលិនមានក្រុមហ៊ុនឯកជនជាច្រើនបាននឹងកំពុងប្រមូលទិញបន្លែផ្លែឈើនិងកសិផលផ្សេងៗទៀតដើម្បីធ្វើការវិច្ឆ័យនិងសម្ងួតសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដែលរួមមានប្រទេសចិនវៀតណាមសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើមនៅក្នុងឱកាសនោះផងដែរដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករលោកជំទាវបណ្ឌិតបានស្រីមុំក៏បានជួយទិញបន្លែរបស់បងប្អូនកសិករនៅនឹងកន្លែងព្រមទាំងបានអំពាវនាវឲ្យប្រជាកសិករទាំងអស់ខិតខំបង្កើនការដាំដុះបន្លែសរីរាង្គឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងឆ្លើយតបតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្នបាទនេះជាព័ត៌មានពីខេត្តបៃលិនខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះបាទចាអរគុណច្រើនលោកពឿនសម្រាប់សេចក្តីរាយការណ៍ចេញពីខេត្តបៃលិនព្រឹកនេះជួបគ្នាក្នុងឱកាសក្រោយទៀតជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទចា